ស្លកកោខ្ញីអ្នកខ្លះមិនធំតែថាឮតែឈ្មោះឲ្យសោចទេគេនិយាយដល់អញ្ចេះទីគេថាតាំងពីកើតមកគុំថាឡើយដល់ហូបតែឮឈ្មោះគេមិនដែលឮផងផ្ទុយពីគ្រួសារខ្ញុំវិញដែលខ្ញុំតាំងពីកើតមកគឺខ្ញុំហូបអានឹងរហូតហ្មងនិយាយទៅមកផ្ទះខ្ញុំគឺចូលចិត្តទាំងអស់មិនថាពុកម៉ែមិនថាកូនអីទេបើសិនជាកូនខ្ញុំវិញគឺគាត់ចេះហូបស្លហ្នឹងតាំងពីអាយុ2 3ឆ្នាំម៉េះឥឡូវ8 9ឆ្នាំគឺគាត់នៅតែចូលចិត្តទៀតនិយាយទៅកូនស្រីទាំងពីរគឺថាចូលចិត្តទាំងពីរហ្មងហាក់ឲ្យតែស្លហ្នឹងម្ដងគឺថាអហ្មងលើកមេដៃផងមេជើងផង2 3ចានអត់ដឹងខ្លួនទេហើយមិនបាច់ខាត់ទេតតែឆ្អែតបានឈប់ឯងហ្មងមើលតែមាត់ទៅបងប្អូនដឹងហើយឲ្យមេដៃរហូតឲ្យតែថាថ្ងៃណាមកហូបត្រូវចិត្តចឹងអញ្ចឹងថ្ងៃហ្នឹងមកធ្វើស្លកោខ្ញីមកខ្ញុំទាំងអស់គ្នាមុននឹងទៅធ្វើស្លហ្នឹងខ្ញុំមកដាក់អាំងត្រីងៀតជាមួយនឹងអាំងខ្ទឹមសខ្ទឹមក្រហមចោលសិនដើម្បីខ្ញុំទុកយកទៅបុកស្វាយអញ្ចឹងដាក់វាអាំងចោលសិនទៅមុំតែយើងស្លឆ្អិនត្រីងៀតហើយនឹងខ្ទឹមនឹងឆ្អិននឹងបុកទៅវាត្រូវពេលមួយគ្នាហ្មងបន្ទាប់មកទៀតទៅធ្វើជាមួយនឹងខ្ញីនេះខ្ញុំទិញមកយូរដែរតាំងថ្ងៃទៅកំពង់ចាមឲ្យផ្លេចទៅពេលចឹងទៅយកវាមកលាងទឹកចិត្តសបកចិត្តអេស្អាតចឹងមកបន្ទាប់មកហាន់វាស្ដាងដាក់ក្នុងត្បាល់បុកបងប្អូនបុកក្នុងត្បាល់ចេះឆ្ងាញ់ជាងកុំយកទៅកិនណាកិនម៉ត់ពេកបុកវាឲ្យម៉ត់ចឹងមកនិយាយទៅម៉ត់មកល្មមមកកុំម៉ត់ខ្លាំងពេកបន្ទាប់មកទៀតគ្រឿងយើងគឺថាហើយកាត់ឲ្យហើយហ្មងទៅលឿនខ្ញុំមាននៅជាមួយនឹងខ្ញីនេះខ្ញុំពូតចេញខ្ញុំដាក់កាកផ្សេងទឹកផ្សេងហើយជាមួយសាច់ជ្រូក3ជាន់កាច្រាមជាមួយនឹងប្រហុកសាច់ជាមួយនឹងអង្ករលីងដែលមានលាយគ្រឿងស្លឹកក្រូចជាមួយល្មៀតហើយនឹងខ្ជាយនឹងហួយស្រាច់ហើយស្លឹកក្រូចខ្ចីបន្តិចជាមួយនឹងម្ទេសខ្ចីនិយាយពីថាត្រូវគ្នាហ្មងមុខម្ហូបនឹងឲ្យតែថាស្លអញ្ចឹងអីអត់ម្ទេសគឺអត់បានទេឆ្ងាញ់ខ្លាំងហ្មងអញ្ចឹងគ្រឿងយើងមានតែប៉ុណ្្នឹងទេស្ករអំបិលវិជ័យនៅក្រៅទៀតបន្ទាប់មកដាំទឹកឲ្យពុះចឹងមកបងប្អូនដាក់ប្រហុកចូលមុនគេប្រហុកហ្នឹងបងប្អូនតាមចំណង់ចំណូលចិត្តចង់ជ្រុំក៏បានចង់អត់ក៏បានតែខ្ញុំប្រហុកសាច់ខ្ញុំមិនដែរជ្រុំឲ្យស្ដាយពេលទៅវាឆ្ងាញ់ដាក់ចូលទាំងអស់ចឹងហ្មងទៅកុំឲ្យខានបន្ទាប់មកទៀតដួសទឹកស្លហ្នឹងបន្តិចមកជ្រុំជាមួយនឹងសាច់ជ្រូក3ជាន់យើងហើយវារៀងបែកចឹងមកពេលយើងដាក់ក្នុងឆ្នាំងទៅវាលាយងាយស្រួលយើងកូរជ្រុំវាបន្តិចទៅគឺវាបែកចេញស្អាតហ្មងអ្នកខ្លះទៀតបើគេចូលចិត្តត្រីអីចឹងអាចថែមត្រីថែមអីតាមចំណង់ចំណូលចិត្តបានប៉ុន្តែខ្ញុំស្លហ្នឹងគឺខ្ញុំដាក់តែប៉ុណ្្នឹងឯងតពីសាច់ជ្រូកឆ្អិនមកដាក់ខ្ញីចូលហ្មងខ្ញីហ្នឹងដាក់ឲ្យខាងកាកមុនណាបងប្អូនដាក់កាកវាឲ្យបង្ងាស់ទុកវាប្រហែលជា3 ទៅ 4 នាទីទៅដើម្បីឲ្យវាកាត់ក្លិនណាដើម្បីវាឆ្អិនខ្ញីឲ្យចាំដាក់អង្ករលីងដាក់តាមចំណង់ចំណូលចិត្តទៅចូលចិត្តខាប់ដាក់ខាប់ចូលចិត្តដាក់អត់សូវខាប់កុំដាក់អង្ករលីងច្រើនពេកប៉ុន្តែស្លហ្នឹងវាអត់មានបន្លែអីញ៉ៃអញ្ចឹងឲ្យខាប់បន្តិចបានឆ្ងាញ់បន្ទាប់មកទៀតញីអង្ករលីងដែលដុំហ្នឹងឲ្យវាបែកឲ្យសព្វឲ្យម៉ត់ចូលគ្នាល្អបានប៉ុណ្ណឹងមកទុកប្រហែលជាតែ1 នាទីអីទៀតទេនិយាយទៅមើលយើងលៃវាធ្វើមើលថាអង្ករលីងរៀងរិចតិចមកណាតមកទៀតបងជាមួយនឹងស្លឹកក្រូចជាមួយនឹងអាម្ទេសខ្ចីយើងចូលឲ្យទៅកូរទៅ1 ត្រឡប់ 2 ត្រឡប់ទៀតនិយាយទៅគ្រាន់ដាក់អង្ករលីងឲ្យក្លិនឡើងឈ្ងុយហ្មងឈ្ងុយពីក្លិនអង្ករលីងឈ្ងុយពីក្លិនខ្ញីហើយទៅមានពពុះមានអីហ្នឹងបងប្អូនដួសចេញវាឲ្យស្អាតចឹងមកព្រោះអីគ្រឿងយើងបុកជាមួយអង្ករលីងចេះវាតែងតែមានកាកមានកតិចហើយថែមជាមួយនឹងអាកតិចសាច់ជ្រូកទៀតដួសចោលឲ្យស្អាតថែមគ្រឿងមកអំបិលស្ករប៊ីចេងប៉ិនគ្រាន់ថាស្លហ្នឹងគឺត្រូវរៀងលោបស្ករបន្តិចបានឆ្ងាញ់ណាបើសិនជាបងប្អូនអត់ដែរហូបប៉ុន្តែបន្ទាប់ពីហ្នឹងមកយើងភ្លក់ទៅបើថាល្មមហើយក៏បានទៅតែបើថារៀងស្ទើរហឹលបងប្អូនថែមទឹកខ្ញីដូចខ្ញុំអញ្ចឹងទៅព្រោះអីខ្ញីហ្នឹងយើងតម្រូវថាបើសិនជាខ្ញីចាស់គឺយើងពូតទឹកទៅយើងមិនបាច់ថែមខ្ញីទេមិនបាច់ថែមទឹកខ្ញីទេប៉ុន្តែបើខ្ញីខ្ចីអាហ្នឹងយើងត្រូវថែមទឹកខ្ញីបន្តិចបានហឹលឆ្ងាញ់តែបើអត់ចូលចិត្តហឹលទេមិនបាច់ដាក់ទឹកខ្ញីទេដាក់តកាខ្ញីដូចថាពីដើមហ្នឹងមកគឺល្មមហ្មងនិយាយទៅស្លហ្នឹងគឺថាឆ្ងាញ់ហ្មងឲ្យហឹលតិចចេះទៀតរឹតតែឆ្ងាញ់ឥឡូវស្លឆ្អិនមួយមុខហើយមកធ្វើបុកស្វាយជាមួយត្រីងៀតខ្ទឹមសខ្ទឹមក្រហមអាំងហើយដាក់បុកចូលគ្នាឲ្យម៉ត់បន្ទាប់មកទៀតយើងបុកជាមួយនឹងត្រីឆ្អើត្រីងៀតដែលយើងបានអាំងឆ្អិនហ្នឹងបេះវាឲ្យស្អាតចឹងមកចាក់ចូលមកបុកចូលគ្នាហ្មងទៅវាលឿនហើយទៅថែមគ្រឿងអំបិលស្ករប៊ីចេងចឹងទៅតែអំបិលដាក់បន្តិចបានហើយពួកអីត្រីងៀតរៀងប្រៃភ្លក់ត្រូវចិត្តហើយចាំថែមជាមួយនឹងស្វាយនេះខ្ញុំទិញមកអត់ជូរសោះវាថាវាចង់ទុំដល់ពេលអញ្ចឹងទៅរៀងស្ទើរជូរបន្ទាប់ពីបុកឲ្យម៉ត់ហើយរោយតែម្ទេសក្រហមម្ទេសហុយនេះបន្តិចទៀតមកគឺថារួចបាត់ស្លក៏ឆ្អិនបុកស្វាយក៏ឆ្អិនអញ្ចឹងម្ហូបខ្ញុំឆ្អិនហើយមកបងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងបងប្អូនណាដែលលឺដែលធ្លាប់ស្គាល់ស្លគោខ្ញីអាចរៀនធ្វើតាមឲ្យហូបបាននិយាយទៅឆ្ងាញ់ណាបើចាស់គឺចូលចិត្តមែនតើជាពិសេសអាខែភ្លៀងខែអីចេះទៀតណាខ្យល់លហៀកចេះទៀតបដាសាយឲ្យបានហូបស្លនឹងហត់ទៅនិយាយពីថាក្តៅឡើងធូរហ្មងច្រមុះអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា